សម្រាប់វីដេអូមួយនេះគឺខ្ញុំសូមនិយាយអ្វីដែលនៅក្នុងចិត្តរបស់ខ្ញុំហើយក៏ដូចជាសំណូមពរដែលខ្ញុំមាននៅក្នុងចិត្តយូរហើយខ្ញុំចង់បាននិយាយថាខ្ញុំសូមបញ្ឈប់នៅរាល់ការវិតម្លៃចំពោះមនុស្សស្រីដែលមានផ្ទៃពោះនិងក្រោយសម្រាលពីព្រោះដោយសារខ្ញុំធ្លាប់ឆ្លងកាត់ហើយរូបរាងផ្លាស់ប្ដូរសឹងតែ180ដឺក្រេមុនពេលដែលយើងមានទម្ងន់ពេលដែលយើងមានទម្ងន់រហូតដល់ពេលយើងក្រោយសម្រាលរាងកាយយើងគឺផ្លាស់ប្ដូរមកតំណាក់ទៅមកតំណាក់តែម្ដងពេលដែលយើងអត់ទាន់ទម្ងន់គឺរាងកាយយើងជាស្អាតស្គមមុខមាត់ស្អាតបាតអត់មានមុនអត់មានខ្មៅមានអីទាំងអស់តែពេលដែលយើងទម្ងន់តាមកូនដែរកូនខ្លះក៏ធ្វើឲ្យម៉ាក់រៀងប្រែខ្លាំងកូនខ្លះក៏អត់សូវប៉ុន្តែវានៅតែជារឿងមួយដែលយើងអាចគ្រប់គ្រងបានទេព្រោះដោយសារយើងទម្ងន់ធម្មតាពេលយើងទម្ងន់យើងចង់ឲ្យកូនមានសុខភាពល្អយើងចង់ឲ្យកូនយើងគាត់ទទួលបានជីវជាតិគ្រប់គ្រាន់អញ្ចឹងហើយក៏យើងត្រូវការញ៉ាំត្រូវការគេឲ្យបានច្រើនត្រូវការបំពន់ខ្លួនឯងញ៉ាំវីតាមីនច្រើនមែនតើអញ្ចឹងដល់ពេលដែលយើងញ៉ាំពួកវីតាមីនយើងមិនញ៉ាំអាហារបំពន់ឲ្យបានច្រើនយើងញ៉ាំតកតងជាមួយនឹងការគេងឲ្យបានច្រើនដូចគ្នាទៀតអញ្ចឹងតកតងរឿងទាំងអស់ហ្នឹងគឺវានឹងធ្វើយើងឡើងគីឡូជះអត់ផុតរឿងហ្នឹងហ្មងព្រោះដោយសារវាត្រូវតែកើតឡើងយើងអាច control បានទេដោយសារយើងត្រូវការការពារកូនយើងត្រូវការជួយឲ្យកូនយើងមានសុខភាពល្អអញ្ចឹងគឺគីឡូយើងក៏ជាត្រូវឡើងហើយទី1ទី2តកតងជាមួយនឹងការផ្លាស់ប្ដូរអរម៉ូនធម្មតាពេលផ្លាស់ប្ដូរអរម៉ូនទៅគឺមនុស្សស្រីគេអាចថាអ្នកខ្លះចាប់ដើមចំមុះគាត់រៀងធំអ្នកខ្លះទៅអាចថារៀងខ្មៅនៅកអ្នកខ្លះអាចចាប់ដើមរៀងជើងគាត់រៀងធំរៀមដៃរៀមជើងអីរៀងឡើងធំនិយាយទៅគឺខ្លួនឯងពីមុនជាមួយនឹងឥឡូវហ្នឹងគឺខុសគ្នាដាច់ហ្មងសឹងថាទៅជាមនុស្សម្នាក់ផ្សេងទៀតណាហើយបន្ទាប់ពីក្រោយសម្រាប់ទៀតគឺគាត់ត្រូវការអស់ឈាមច្រើនមែនតើហើយកម្លាំងរបស់គាត់ក៏អស់ច្រើនដែរហើយសុខភាពរបស់គាត់ទៀតសោតក៏ត្រូវអស់ច្រើនដូចគ្នាអញ្ចឹងតកតងជាមួយនឹងមួយទៀតនោះគឺតកតងនឹងក្បាលពោះគាត់យើងញ៉ាំយ៉ាងច្រើនក្បាលពោះយើងប៉ោងចុះទម្ងន់ទៅគាត់ទម្ងន់កូនមួយនៅក្នុងហ្នឹងទម្ងន់ទូចបំផុតក៏2គីឡូកន្លះដែរនៅក្នុងពោះគាត់ណាតែនៅពេលដែលកូនចេញទៅតើពោះហ្នឹងធ្វើមិនអាចស្រកត្រឡប់ទៅវិញបានដូចដើមគឺគាត់ត្រូវការធ្វើរឿងជាច្រើនមែនតើដើម្បីឲ្យគាត់អាចត្រឡប់ទៅដូចដើមវិញអ្នកខ្លះក៏បានអ្នកខ្លះក៏អត់បានទៀតអញ្ចឹងយើងអត់គួរណាត្រូវទៅវាតម្លៃគាត់ឬក៏ទៅមើលងាយគាត់ឬក៏ទៅមើលនិយាយពាក្យមិនល្អទៅលើរូបរាងកាយរបស់គាត់ទេព្រោះត្រូវដឹងថាអ្វីសំខាន់នៅពេលហ្នឹងសម្រាប់គាត់គឺកូនគាត់រឿងខ្លួនគាត់គឺគាត់បោះបង់គ្រប់យ៉ាងគាត់អត់ខ្វល់គាត់អត់អីទាំងអស់ហើយបើសិនជាយើងទៅមើលងាយឬក៏ទៅនិយាយមិនល្អឬក៏ទៅវាតម្លៃគាត់ណាគឺកាន់តែធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់អយុត្តិធម៌សម្រាប់គាត់ណាព្រោះគាត់ព្យាយាមដើម្បីកូនគាត់សោះប៉ុន្តែគាត់បែរជាត្រូវបានទទួលការមិនសប្បាយចិត្តឬក៏ទទួលពាក្យមិនល្អពីមនុស្សជុំវិញខ្លួនទាំងគាត់ធ្វើរឿងល្អសោះសូមបញ្ឈប់រកការវិតម្លៃចំពោះអ្នកមានផ្ទៃពោះឬក៏អ្នកក្រោយសម្រាប់ពីព្រោះគាត់អត់ចង់ឲ្យខ្លួនគាត់ផ្លាស់ប្ដូរទៅជាអញ្ចឹងទេប៉ុន្តែធ្វើឲ្យកូនគាត់ត្រូវការពីកូនគាត់ត្រូវធ្វើឲ្យកូនគាត់ទៅជាមនុស្សអ្នកមានសុខភាពល្អពីព្រោះកូននៅពេលដែលកើតចេញមកគឺចេញហើយអញ្ចឹងកំឡុងពេលដែលទង្ងន់ហ្នឹងគឺត្រូវតែការពារគាត់ឲ្យបានមែនតើត្រូវការមើលថែទាំងសុខភាពទាំងរូបរាងកាយទាំងផ្លូវចិត្តគាត់គឺយើងត្រូវតែម៉ាក់គឺត្រូវតែមើលថែមែនតើអញ្ចឹងនៅពេលហ្នឹងគឺគាត់លែងខ្វល់ពីខ្លួនឯងគឺគាត់ខ្វល់ទៅកូនគាត់ទេអ្វីគ្រប់យ៉ាងចាំក្រោយសម្រាប់បើសិនជាគាត់មានអ្នកជួយដិតដល់មានប៉ាប៉ាចាំជួយមើលកូនមានអ្នកនៅជាមួយគាត់ចាំជួយអីគ្រប់យ៉ាងក៏អត់មានអីត្រូវខ្លាចក្នុងការមើលថែខ្លួនឯងទេព្រោះទាំងអស់គ្នាត្រូវដឹងថាការមើលថែខ្លួនឯងដើម្បីខ្លួនឯងត្រឡប់មកដូចដើមគឺប្រើពេលមិនមែនប្រើមួយថ្ងៃពីរថ្ងៃអាចរាប់ខែអ្នកខ្លះអាចឆ្នាំដូចខ្ញុំឆ្នាំខ្ញុំ2ឆ្នាំមិនអាចត្រឡប់មកដូចដើមវិញបានអញ្ចឹងយើងត្រូវតែទុកពេលឲ្យគាត់យើងអាចទៅនិយាយថាឲ្យគាត់នៅពេលដែលគាត់ទឹកសម្រាប់ហើយភ្លាមៗឯងហើយមួយទៀតទោះបីតែគាត់សម្រាប់ហើយយូរក៏ដោយយើងត្រូវមើលថាតើអ្នកផ្ទះគាត់ឬក៏ប៉ាប៉ាគាត់មានអ្នកនៅជាមួយអត់គាត់មានប៉ាប៉ាជួយអត់បើសិនជាប៉ាក៏អត់ជួយអ្នកនៅជាមួយក៏អត់មានគាត់មើលកូនខ្លួនឯងគ្រប់យ៉ាងគឺខ្លួនឯងធ្វើការងារផ្ទះផងមើលកូនផងតែសុទ្ធតែគាត់មានពេលណាទៅមើលថែខ្លួនឯងទៅឲ្យខ្លួនឯងត្រឡប់មកដូចដើមវិញអញ្ចឹងយើងមានរឿងជាច្រើនដែលយើងអត់ដឹងពីគាត់អញ្ចឹងកុំវាតម្លៃគាត់កុំធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់គឺជាមនុស្សម្នាក់ដែលបាក់ទឹកចិត្តលែងមានតម្លៃដែលមានអារម្មណ៍ចង់រស់នៅបន្តសូមអាចបញ្ឈប់បានគឺបញ្ឈប់នៅពេលដែលឃើញមនុស្សម្នាក់ផ្លាស់ប្ដូរដោយសារមានកូនទៅអបអរសាទរគាត់ទៅព្រោះដោយសារគាត់បានផ្លាស់ប្ដូរខ្លួនឯងក៏សុខចិត្តផ្លាស់ប្ដូរខ្លួនឯងដើម្បីកូននៅក្នុងពួករបស់គាត់ហើយគាត់គឺជាមនុស្សដែលអស្ចារ្យមែនទែន